គូភរិយាទីបុព្រឹកនិងជីវិតក៏ទូថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងនៃចក្រវាលបន្ទាប់ពីកងទ័ពថៃឈ្លានពាននឹងបានវាយកំទេចរូបសំណាកទេវរូបសេវៈក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកស្គាល់ទោសជាខ្លាំងក្នុងនោះដែរគូស្វាមីតារាចម្រៀងលោកជីដេវីតនិងទេពបុព្រឹកបានធ្វើការស្គាល់ទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជីដេវីតនិងទេពបុព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកបានដល់នៅការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងគោរពអនលំទូមប្រកាន់ភ្ជាប់នៅការគោរពលទ្ធិទេវរាជនិងត្រីមុតសូមប្រកាសថ្កោលទោសដល់ពូជអម្បូរថៃដែលជាអម្បូរនៃគិតកោសាសនាការប្រមាថចំពោះទេវរូបដែលបានតំណាងឲ្យអំណាចនៃចក្រវាលទូនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងចំកណ្ដាលដួងកែវបិសាចនៃអម្បូរថ្មិលយ៉ាងប្រកបជាក់ស្ដែងនាពេលដ៏ខ្លីខាងមុខដោយអំណាចនៃស្ដេចអាថនបុព្វបុរសនិងកំណត់ជោគវាសនាជនទាំងនោះឲ្យជាប់ក្នុងវាលដែលដុតរង្គើលដោយភ្លើងសូមឲ្យសម្លេងឧទ្ទិដ្ឋាននៃសាវកទូទាំងទ្វីបដែលបានដង្ហើយសូមដល់ទ្រង់សូមឲ្យមានអនុភាពកំទេចពូជសាសន៍ដែលបានកំទេចនៅរូបសំណាកដែលបានប្រតិឋានទុកជាទីគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជីដេវីតនិងទេពបុព្រឹកប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនូវការសោកស្ដាយនិងថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបសេវៈក្នុងទឹកដីប្រទេសកម្ពុជាផងដែរគួរបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបសេវៈក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនានិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពថ្មិលឥតសាសនារបស់កងទ័ពឈ្លានពានថៃដែលបានវាយកំទេចរូបសំណាកទេវរូបសេវៈក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជាក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញញត្តិថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបសេវៈក្នុងដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា